បាទសួស្តីបងប្អូនអរគ្នាសម្រាប់បងប្អូនដែលគាត់ជួបតែទៅលើបញ្ហាបាទកាពះពោះវៀនបាទហើយគាត់ចង់សម្រកគីឡូបងប្អូនអរគ្នាខ្ញុំសូមណែនាំបងប្អូនអរគ្នាអាចជាការប្រើប្រាស់បានបាទជាមួយនឹងបាទ Nonichia ក៏ដូចជាមួយនឹងបាទ iBlue ណាបាទឥឡូវខ្ញុំបង្ហាញពីរបៀបនៃការប្រើផ្ទាល់តែម្ដងព្រោះជាទូទៅអ្នកដែលគាត់ជួបតែទៅលើបញ្ហាកាពះពោះវៀនគឺគាត់ខ្សោយទៅលើប្រព័ន្ធមេតាបូលីសដុតខ្លាញ់ដោយសារប្រព័ន្ធដួលស្រូបគាត់ហ្នឹងវាចុះខ្សោយដោយសារគាត់មានបញ្ហាបាទមេរោគាត់បាត់ប្រូបាតិចគាត់ច្រាលអាស៊ីតដែលធ្វើគាត់នឹងជួបតែទៅលើបញ្ហាកាពះពោះវៀនណាបាទមានបញ្ហាខ្សោយមេរោឬក៏ច្រាលអាស៊ីតឬក៏រលាកតបៅអីចឹងទៅអញ្ចឹងធ្វើឲ្យគាត់នឹងក៏មានបញ្ហាលើសគីឡូមកផងដែរដោយសារលើសជាតិខ្លាញ់អត់ល្អអញ្ចឹងគាត់អាចធ្វើការញ៉ាំជាឈុតបានជាមួយនឹងបាទblue ក៏ដូចជាមួយនឹង Nonichia បាទដែលញ៉ាំទៅវាជួយដោះស្រាយទៅលើបញ្ហាកាពះពោះវៀនហើយក៏ដូចជាបាទជួយទៅលើប្រព័ន្ធមេតាបូលីសដុតជាតិខ្លាញ់ដែលអត់ល្អនៅក្នុងរាងកាយជួយសម្រកគីឡូលក្ខណៈបែបធម្មជាតិញ៉ាំទៅគឺអត់មានផលធ្វើទុកទៅលើកាពះពោះវៀនគាត់ទេអញ្ចឹងអ្នកដែលគាត់មានបញ្ហាកាពះពោះវៀនហើយចង់សម្រកគីឡូគាត់អាចធ្វើការប្រើប្រាស់ជាឈុតបែបនេះបានជាមួយនឹង Nonichia ក៏ដូចជាមួយនឹងបាទ iBlue ណាបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ជួបតែទៅលើបញ្ហាកាពះពោះវៀនហើយគាត់ចង់សម្រកគីឡូបាទហ្នឹងហើយអញ្ចឹងគាត់អាចធ្វើការញ៉ាំបានណាបាទឥឡូវខ្ញុំបង្ហាញពីរបៀបនៃការប្រើហើយនឹងញ៉ាំចែកជូនទៅកាន់បងប្អូនអរគ្នាបាទបាទអញ្ចឹងយើងក៏លុកហើយគឺញ៉ាំចឹងតតែម្ដងអញ្ចឹងបងប្អូនអរគ្នាដែលគាត់ជួបតែទៅលើបញ្ហាកាពះពោះវៀនហើយចង់សម្រកគីឡូបាទគាត់អាចធ្វើការបាទប្រឹក្សាហើយធ្វើការកម្មង់ទាំងអស់គ្នាណាបាទអរគុណច្រើន